បាទនេះជាពូជសាច់ដែលកសិករចិញ្ចឹមគោគួរតែគិតមើលដែរបាទព្រោះពូជនេះគឺលូតលាស់លឿនមានធំបាទផលិតសាច់បានច្រើនគុណភាពសាច់វិញគឺល្អតែម្ដងបាទមានភាពសមខ្ពស់ទៅនឹងអាកាសធាតុបាទហើយជាពូជដែលយើងងាយស្រួលបង្កាត់រឹងមាំបាទហើយរូបរាងក៏ស្អាតផងដែរបាទគាត់តែយើងធ្វើការបង្កាត់រួចហើយជាមួយគេនេះណាបើយើងនិយាយពីគុណភាពរបស់មេជីវិតវិញគឺបាទអ្នកបង្កាត់ឃើញហើយគឺមានទំនុកចិត្តខ្ពស់នៅក្នុងការបង្កាត់តែម្ដងដូចនៅក្នុងវីដេអូនេះអញ្ចឹងបាទគឺភាពរស់របស់វាខ្លាំងតែម្ដងហើយគោនេះដែរយើងបង្កាត់នៅក្នុងស្រុកចកាលើខេត្តកំពង់ចាមយើងនេះតែម្ដងបាទហើយគុណភាពមេជីវិតគោមិនខុសគ្នាដែររវាងពីរពូជនេះគឺណាចូលដល់ចកាលើណាគូចិត្តត្រាใส่นุกยองโจจะเสือไฟกระดาษดักใส่นั่งเวียนเฮียเวียนเฮ้ยเป็นมาเจ้าបាទហើយពុកម៉ែបងប្អូនផ្សេងទៀតណាដែលចាប់អារម្មណ៍តាក់ទងទៅនឹងការបង្កាត់ពូជថ្មីនេះគឺអាចបាទតាមអ្នកនៅមកខាងយើងខ្ញុំបានបាទ